បាទពេលដែលខ្ញុំឃើញវីដេអូនេះហើយខ្ញុំមានអារម្មណ៍ថាជីវិតយើងពិតជាមានតម្លៃហើយជីវិតនេះពិតជាអាចធ្វើអ្វីបានមានប្រយោជន៍ជាច្រើនដល់មនុស្សជុំវិញខ្លួនគ្រួសារនិងសង្គមជាតិទូយ៉ាងដូចលោកគ្រូអញ្ចឹងគាត់អត់មានដៃទាំងសងខាងប៉ុន្តែគាត់អាចបរៀនអាចចែករំលែកចំណេះដឹងអាចសរសេរអក្សរយ៉ាងស្អាតអាចធ្វើកិច្ចការជាច្រើនដែលល្អសម្រាប់សង្គមជាតិនិងក្រុមគ្រួសារនិងសហគមន៍របស់គាត់អញ្ចឹងបងប្អូនដែលបាក់ទឹកចិត្តដែលមានអារម្មណ៍ថាខ្លួនឯងមិនមានអ្វីគ្រប់គ្រាន់មិនអាចធ្វើអ្វីបានឬក៏ខ្វះខាតអ្វីមួយចឹងបងប្អូនមើលគាត់ជាគំរូទៅมันមានអ្វីជាឧបសគ្គក្នុងកិច្ចការដែលយើងចង់ធ្វើដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិក្រុមគ្រួសាររបស់យើងល្អដែលយើងចង់ធ្វើទេទូយ៉ាងដូចគាត់អញ្ចឹងគាត់មិនបាក់ទឹកចិត្តគាត់មិនតូចចិត្តគាត់មិនបណ្ដោយឲ្យភាពខ្វះខាតឬក៏ភាពពិការភាពរបស់គាត់នឹងរារាំងកិច្ចការដែលគាត់ត្រូវធ្វើដើម្បីសង្គមជាតិនេះឡើយហើយក៏ជាសារមួយចែករំលែកទៅដល់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងរិស័យដែលនៅវ័យសិក្សាសូមខិតខំធ្វើជាកូនល្អពលរដ្ឋល្អខិតខំសិក្សាដើម្បីអនាគតខ្លួនឯងក៏ដូចជាក្រុមគ្រួសារនិងជាទំពាំងស្នងរិស័យនៃធនធានរបស់សង្គមជាតិយើងបងប្អូនមិនត្រូវដើរផ្លូវខុសឬក៏ទៅធ្វើរឿងដែលមិនត្រឹមត្រូវដែលធ្វើឲ្យពុកម្ដាយលោកពិបាកចិត្តធ្វើឲ្យសង្គមយើងជួបបញ្ហាមិនខូចអនាគតបងប្អូនទេហើយវីដេអូនេះខ្ញុំមើលហើយខ្ញុំពិតជារំភើបហើយខ្ញុំមានអារម្មណ៍ថាពិតជាមានមោទនភាពនិងគោរពលោកគ្រូមែនទែនហើយខ្ញុំនឹងយកលោកគ្រូជាកម្លាំងចិត្តនិងជាការតស៊ូនឹងធ្វើវីដេអូល្អចែករំលែកទៅកាន់សង្គមជាតិយើងលោកគ្រូគាត់ជាគ្រូម្នាក់ដែលផ្ដល់ចំណេះដឹងសម្រាប់សិស្សជាច្រើនហើយក៏ជាអ្នកលើកទឹកចិត្តជាអ្នកបង្ហាញឲ្យឃើញថាមិនមែនយើងអត់មានដៃយើងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការដែលយើងស្រឡាញ់បានទេហើយក៏មិនមែនជាឧបសគ្គសម្រាប់គាត់ដែរអញ្ចឹងបង្ហាញគេថាជីវិតនេះគឺយើងអាចធ្វើរឿងជាច្រើនដែលល្អមានប្រយោជន៍តែមានតម្លៃក្នុងជីវិតយើងអញ្ចឹងលោកគ្រូជាគំរូមួយសម្រាប់យើងទាំងអស់គ្នាក្នុងការជាកម្លាំងចិត្តនិងសិក្សាធ្វើតាមយកគំរូតាមគាត់